ក្រោយពីការប្រកាសនៃការអស់ព្រះជន្មរបស់ព្រះម្ចាស់ក្សត្រីផានច្រាកិត្តិយផាបុត្រីស្ដេចរាមាទី10របស់សៀមនៅក្នុងបណ្ដាញសង្គមខ្មែរយើងក៏មានការល្បីល្បាញរៀងគួរសមដែរប៉ុន្តែយើងគ្រាន់តែបានដឹងអំពីព័ត៌មានអំពីជីវប្រវត្តិនិងការសិក្សានិងជីវិតផ្សេងប៉ុន្តែជីវិតស្នេហារបស់ព្រះអង្គផានេះมันមានការចេញផ្សាយជាផ្លូវការណាមួយពីប្រទេសសៀមនោះទេព្រោះយើងដឹងហើយថានៅក្នុងច្បាប់នៃរាជវង្សចក្រីរបស់សៀមបានកំណត់ថាបើសិនជាក្សត្រីឬក៏និយាយជាភាសាសាមញ្ញនោះគឺជាមនុស្សស្រីនៅក្នុងសមាជិករាជវង្សគឺมันអាចមានគ្រួសារឬក៏มันអាចមានស្វាមីជារាជសាមញ្ញដោយបើកចំហឬជាផ្លូវការបាននោះទេក៏ប៉ុន្តែតាមព័ត៌មានលេចលឺមកថានៅក្នុងរាជវង្សចក្រីដែលជាស្ត្រីក៏សុទ្ធសឹងតែមានស្វាមីឬក៏មានទំនាក់ទំនងស្នេហាលួចលាក់ស្ទើរតែគ្រប់ព្រះអង្គមិនថាតែព្រះម្ចាស់ក្សត្រីមហាចក្រីសរិន្ធរក៏មានព័ត៌មានមកថាព្រះអង្គក៏ធ្លាប់មានស្វាមីផងដែរគ្រាន់តែព័ត៌មាននេះគេមិនបង្ហាញជាផ្លូវការហើយក៏ជាព័ត៌មានសម្ងាត់មួយផងដែរឥឡូវងាកមករឿងព្រះអង្គផច្រាកិត្តិយផាឬក៏សង្គមថៃគេតែងតែហៅថាព្រះអង្គផាវិញបើនិយាយតាមត្រង់ទៅព្រះម្ចាស់ក្សត្រីផច្រាកិត្តិយផាអាចនឹងសុគតតាំងពីដួលថ្ងៃដំបូងគឺនៅថ្ងៃទី14ខែធ្នូឆ្នាំ2022មកម្លេះបើតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានបរទេសម្នាក់ដែលស្និទ្ធស្នាលនឹងព្រះរាជវាំងសៀមបំផុតប៉ុន្តែដោយជឿលើអបិយជំនឿផងនិងបួងសួងផងនឹងការស្រាវជ្រាវពីពេទ្យទំនើបពីបណ្ដាប្រទេសនៅអឺរ៉ុបផងខាងរាជវាំងបានសម្រេចប្រើម៉ាស៊ីនជំនួយធ្វើយ៉ាងម៉េចរក្សាដង្ហើមរបស់ព្រះអង្គឲ្យរងចាំក្រែងមានរឿងអភិនិហានណាមួយកើតឡើងយើងអាចនិយាយបានថាដំណើរជីវិតរបស់ព្រះអង្គផារូបនេះគឺថាអភ័ព្វព្រោះថាព្រះអង្គផាអង្គនេះមានឈាមលោហិតជាព្រះរាជវង្សសុទ្ធសាធនោះដូច្នេះហើយរឿងរ៉ាវឯកជនគឺត្រូវរឹតបន្តឹងខ្លាំងពិសេសគឺរឿងរ៉ាវស្នេហានេះគឺมันរហេតរហូតដាច់ដាបដោយស្រីសៀមមួយចំនួននោះទេបើតាមព័ត៌មានដែលនិយាយតគ្នានៅក្នុងប្រទេសសៀមឬនៅក្រៅប្រទេសដែលស្និទ្ធស្នាលនឹងរាជវង្សចក្រីសៀមនោះគឺមុនពេលឈានមកដល់ព្រះជន្ម47ព្រះវស្សាព្រះអង្គម្ចាស់ក្សត្រីផច្រាកិត្តិយផាបានឆ្លងកាត់ជីវិតស្នេហាឬក៏គូសង្សារចំនួន3លើកមកហើយទី1គឺជានាយទាហានជាន់ខ្ពស់ដែលធ្វើការនៅក្នុងរាជអង្គរៈហើយដំបូងឡើយព្រះបិតាគឺរាមាទី10របស់ព្រះអង្គហាក់បីដូចជាពេញប្រតិយហើយក៏យល់ព្រមប៉ុន្តែក្រោយមកក៏បានបែកគ្នាចំណែកឯទី2គឺជាមន្ត្រីរាជការដែលមានប្រពន្ធនិងកូនរួចទៅហើយប៉ុន្តែព្រះអង្គផាតនៅតែបន្តស្រឡាញ់ហើយចាត់ការឲ្យផ្លាស់ប្ដូរឲ្យទៅធ្វើការនិងរស់នៅជាមួយគ្នានៅតាមខេត្តទី3គឺជានាយទាហានដែលមានអាយុស្របាលគ្នាតែមិនមានព័ត៌មានច្បាស់ថានៅតាក់ទងជាប់លាប់គ្នារហូតមកដល់បច្ចុប្បន្ននេះអត់ឬនោះទេសូមបញ្ជាក់ផងដែរថាព្រះម្ចាស់ក្សត្រីផច្រាកិត្តិយផាដែលនៅក្នុងសង្គមសៀមគេតែងតែហៅថាព្រះអង្គផាឬក៏សម្ដេចព្រះចៅលោកធើចៅហ្វាផច្រាកិត្តិយផានរិន្ទ្រាធិភยวดีក្រមលួងរាសារនីសិរិផាត់មហាវជ្ររាជធីតានោះបានប្រសូតនៅថ្ងៃទី7ខែធ្នូឆ្នាំ1978ដែលជាព្រះបុត្រីច្បងនៃស្ដេចរាមាទី10និងព្រះអង្គម្ចាស់ក្សត្រីសូមសាវលីដែលជាបងប្អូនជីដូនមួយនឹងគ្នាព្រះអង្គម្ចាស់ក្សត្រីផច្រាកិត្តិយផាបានរៀនចប់ផ្នែកបណ្ឌិតផ្នែកច្បាប់និងទំនាក់ទំនងការទូតនិងមានបទពិសោធន៍រៀងក្រាស់ក្រែលបន្តិចដែរនៅក្នុងការធ្វើការងារការទូតនិងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ផ្សេងនៅក្នុងប្រទេសសៀមការអស់ព្រះជន្មរបស់ព្រះអង្គផានេះក៏ជាកង្វល់មួយផងដែររបស់អ្នករាជានិយមរបស់សៀមនៅក្នុងបញ្ហាកង្វះអ្នកស្នងរាជព្រោះបច្ចុប្បន្ននេះស្ដេចរាមាទី10មិនទាន់បានតែងតាំងបុត្រីឬក៏បុត្រាអង្គណាមួយអង្គនោះទេជារាជទាយាទដើម្បីស្នងរាជបន្តពីខ្លួនហើយការអស់ព្រះជន្មរបស់ព្រះអង្គផានេះក៏ជាបញ្ហាមួយដែលមានការជជែកវែកញែកគ្នានៅក្នុងសង្គមសៀមដែលថានៅក្នុងការកង្វះទីកន្លែងតម្កល់ព្រះសពរបស់ព្រះអង្គមែនទែនទៅនៅក្នុងរាជវាំងសៀមមិនខ្វះកន្លែងតម្កល់ព្រះសពនោះទេប៉ុន្តែទីកន្លែងដែលតែងតែប្រារព្ធពិធីព្រះសពឬក៏តម្កល់ព្រះសពបានជាប់តម្កល់ព្រះសពរបស់សម្ដេចព្រះវររាជនីសិរិគិត
ដែលជាយាយរបស់ព្រះអង្គផានៅក្នុងព្រះទីនាំងឌូសិតមហាប្រាសាទហើយបានជាប្រសពព្រះអង្គផានេះត្រូវបដូរទៅតម្កល់នៅក្នុងព្រះទីនាំងពិមានរដ្ឋយាដែលតែងតែជាកន្លែងប្រារព្ធពិធីចម្អាទឹកព្រះសពដោយនេះហើយទើបមានពាក្យមួយបានកើតឡើងថាព្រះរាជវាំងមួយកោដ្ឋ2ប៉ុន្តែនៅក្នុងសង្គមសៀមរឿងព្រះរាជវាំងមួយកោដ្ឋ2នេះមិនមែនទើបតែមានលើកទី1នោះទេនៅក្នុងប្រវត្តិសាស្ត្ររបស់រាជវង្សចក្រីគឺធ្លាប់កើតមានរួចទៅហើយកាលពីអតីតកាលហើយរឿងរ៉ាវដែលសង្គមសៀមបាននិយាយបន្តទៀតនោះថាគឺពីព្រោះតែការចំណាយនៅក្នុងការសាងសង់ព្រះមេនមួយចំណាយអស់ថវិកាច្រើនរហូតទៅដល់ខ្ទង់100 លានដុល្លារទើបធ្វើឲ្យការប្រកាសជាផ្លូវការនៃការសុគតរបស់ព្រះអង្គផានេះក្រោយពីការប្រកាសជាផ្លូវការនៃការសុគតរបស់សម្ដេចព្រះវររាជនីនាថសិរិគិតិដែលជាយាយរបស់ព្រះអង្គផាហើយដើម្បីកាត់បន្ថយការចំណាយនៅក្នុងការកសាងព្រះមេននោះព័ត៌មានដែលគេបាននិយាយនៅក្នុងសង្គមថៃថាយាយនិងចៅត្រូវប្រារព្ធពិធីបូជាព្រះសពនៅក្នុងព្រះមេនតែមួយ